សុភាសិតទី3កុំឲ្យប្រព្រឹត្តទុច្ចរិតដោយការគប់មិត្តលោភចងពន្ធលួចលាក់មានស្រីសាហាយស្មន់ក្បត់ចិត្តប្រពន្ធឲ្យមួមងសុភាសិតនេះប្រមានមនុស្សឲ្យប្រុងប្រយ័ត្នចំពោះអំពើអាក្រក់ដែលបំផ្លាញទំនាក់ទំនងកិត្តិយសនិងគ្រួសារវាសំដៅលើការបោកបញ្ឆោតមិត្តក្លែងស្នេហាក្រៅខ្លួននិងការខ្វះភាពស្មោះត្រង់ចំពោះដៃគូនឹងគ្នាបើធ្វើអំពើទាំងនេះមនុស្សនោះនឹងបាត់បង់ទំនុកចិត្តពីគ្រួសារមិត្តភ័ក្តិនិងសង្គមទាំងមូលផងដែរមេរៀនសម្រាប់សុភាសិតនេះអំពើឬក៏ភាពមិនស្មោះត្រង់អាចបំផ្លាញគ្រួសារដ៏រឹងមាំបានក្នុងរយៈពេលខ្លីមនុស្សម្នាក់ប្រសិនបើលួចលាក់ស្នេហាក្រៅឬក្បត់មិត្តនោះគេនឹងទទួលនៅផលអាក្រក់ដូចជា 1. ក្តីទុកចិត្តរលាយបាត់ពីអ្នកដទៃ 2. បែកបាក់គ្រួសារ 3. សង្គមមើលងាយនិង 4. កូនរងនៅផលប៉ះពាល់ផ្លូវចិត្តជាទម្ងន់ឧទាហរណ៍ជាក់ស្ដែងបុរសម្នាក់ដែលមានប្រពន្ធល្អតែគាត់លួចលាក់ស្រីខាងក្រៅពេលប្រពន្ធដឹងនាងរងទុក្ខមានចិត្តបាក់បែកកូនក៏ទទួលរងអស្ថិរភាពផ្លូវចិត្តផងដែរសាច់ញាតិនិងមិត្តភ័ក្តិឃើញអំពើនេះក៏បាត់បង់ការគោរពចំពោះអ្នកដែលប្រព្រឹត្តខុសឆ្គងនេះផងដែរមេរៀនរបស់សុភាសិតនេះបង្រៀនយើងថាសេចក្តីស្មោះត្រង់គឺជាគន្លឹះនៃក្តីសុខរបស់គ្រួសារបើចេះគោរពគ្នានិងស្វែងរកចម្ងល់ដោយការសន្ទនាស្នេហានឹងរឹងមាំហើយជីវិតនឹងកាន់តែប្រសើរដូច្នេះសូមកុំឲ្យប្រព្រឹត្តទុច្ចរិតដោយការគប់មិត្តលោភចងពន្ធលួចលាក់មានស្រីសាហាយស្មន់ក្បត់ចិត្តប្រពន្ធឲ្យមួមង